ស្ដីបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញពីរបៀបធ្វើ call out មានន័យថាបញ្ចង់បង្ហាញទីតាំងឧទាហរណ៍ថាឥឡូវយើងចង់កាត់ section ទីតាំងហ្នឹងដើម្បីបង្ហាញឲ្យគេហើយយើងចង់មិនសិនវានៅលើ drawing ឬក៏ការងារណាមួយដែលពាក់ព័ន្ធthìយើងចង់បង្ហាញcomment call out នេះការធ្វើ call out ឬក៏បង្ហាញទីតាំងនេះយើងត្រូវដំបូងឡើយ object យើងគឺ block អញ្ចឹងយើង block វាសិនណាយើងដាក់ comment ណាដាក់ឈ្មោះអីមួយអញ្ចឹងមកអញ្ចឹងអានេះ object យើងទាំងអស់បានហើយហើយអញ្ចឹងយើងប្រើ comment x click ប្រើ comment x click នេះយើង select object enter no boundary rectangle មានន័យយើង click នៅទាំងអស់ហ្នឹងឥឡូវ admin បានកន្លែង clip ហ្នឹងហើយតែត្រូវបង្ហាញឥឡូវ admin ចង់បង្ហាញតាមទីតាំងហ្នឹងទេអញ្ចឹង admin ទាញវាមកអញ្ចឹងទាញវាមកអញ្ចឹងណាស្រួលទេងាយស្រួលក្នុងការបង្ហាញទីតាំងឥឡូវឧទាហរណ៍យើងចង់បង្ហាញទីតាំងប៉ុណ្ណឹងយើងប៉ុណ្ណឹងឥឡូវឧទាហរណ៍ថាយើងចង់ឃើញអាធំមួយcopy ទាញចេញមកក្រៅទៅទាញឲ្យអា clip ហ្នឹងខ្លាយជាធំវិញទៅវានឹងឃើញយើងឃើញ layout យើងទាំងស្រុងវិញអញ្ចឹងអូខេcommentនេះមានតែប៉ុណ្្នឹងដែរអរគុណច្រើន